ជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើកំពឹសចៀនដែលជាអាហារសម្រន់មួយមុខរបស់ខ្មែរយើងចំណែកឯវិធីធ្វើវិញគឺមិនពិបាកនោះទេថែមទាំងមានរសជាតិឆ្ងាញ់ទៀតផងមុននឹងបង្ហាញពីរបៀបនៃការធ្វើនេះបងប្អូនដែលមិនទាន់បានចុច Subscribe YouTube Channel របស់ខ្ញុំសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីបានទទួលនៅវីដេអូថ្មីជាបន្តទៀតឥឡូវសូមមកតាមដានពីរបៀបនៃការធ្វើទាំងអស់គ្នាទាំងនេះគឺជាគ្រឿងផ្សំដែលខ្ញុំប្រើមានដូចជាម្សៅអង្កម្សៅម្ទេសកូរ៉េម្ទេសនេះដាក់ដើម្បីយកពណ៌ឲ្យកំពឹសនឹងមានពណ៌ស្អាតជំនួសដោយពណ៌ល័ខបងប្អូនដែលមិនចង់ដាក់ក៏បានពងមាន់ឬក៏ពងទាមួយគ្រាប់ម្សៅបំពងស្រួយកំពឹសខ្ញុំអត់មានកំពឹសស្រស់ខ្ញុំប្រើជាកំពឹសដែលលីងហើយស្រាប់មកដាក់ជំនួសវិញសម្រាប់គ្រឿងផ្សំដែលធ្វើនេះអាចមានខុសគ្នាខ្លះដោយសារតែខ្ញុំបានប្រើជាម្សៅបំពងស្រួយដែលគេលាយស្រាប់ហើយជាដំបូងត្រូវលាយគ្រឿងផ្សំបញ្ចូលគ្នាជាមុនសិនដោយដាក់នៅម្សៅបំពងចំនួន150ក្រាមម្សៅអង្ករ50ក្រាមពងមាន់ចំនួន1គ្រាប់ម្សៅម្ទេស1ស្លាបព្រាកាហ្វេលាយច្របល់ម្សៅឲ្យបានសព្វជាមួយនឹងពងមាន់ទើបដាក់នៅកំពឹសចូលច្របល់ជាមួយនឹងម្សៅឲ្យបានសព្វកំពឹសនេះគឺបានលីងជាមួយនឹងអំបិលដែលមានរសជាតិប្រៃឡមហើយបើសិនជាបងប្អូនប្រើជាកំពឹសស្រស់ត្រូវបន្ថែមអំបិលកន្លះស្លាបព្រាកាហ្វេលាយជាមួយនឹងម្សៅបន្ថែមទៀតបន្ថែមនៅទឹកចូលដោយចាក់លាយបន្តិចម្ដងស្មានមើលកុំឲ្យខាប់ពេកឬក៏រាវពេកខ្ញុំប្រើបរិមាណទឹក400មីលីលីត្រក្រោយពេលដែលលាយម្សៅនិងកំពឹសរួចរាល់អស់ហើយចាប់ផ្ដើមដាំនៅប្រេងឲ្យវាក្តៅ
ឃើញថាប្រេងដែលបានដាក់ដាំនេះវាបានក្តៅល្អហើយអាចចាក់នៅកំពឹសចៀនបានខ្ញុំចាក់វាម្ដងមួយស្លាបព្រាបាយព្រោះថាឆ្នាំងប្រេងដែលខ្ញុំបានដាំនេះវារាងតូចដែរបំពងវាប្រែពីម្ខាងទៅម្ខាងឲ្យឡើងជាពណ៌បែបនេះគឺកំពឹសចៀនវាឆ្អិននិងស្រួយឆ្ងាញ់អាចញ៉ាំបានហើយចំពោះរូបរាងដែលខ្ញុំចាក់នេះវាមិនបានស្អាតដូចគេធ្វើលក់នោះទេតែរសជាតិនិងភាពស្រួយខ្ញុំអាចនិយាយបានថាឆ្ងាញ់គ្រប់ម៉ាត់បើបានញ៉ាំក្តៅៗជាមួយនឹងអំបិលម្រេចខ្ទឹមជ្រក់បែបនេះទៀតកាន់តែឆ្ងាញ់ទោះញ៉ាំច្រើនក៏មិនសូវទ្រលាន់នោះដែរ ចំណែកវីដេអូក្រោយខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើខ្ទឹមជ្រក់បែបនេះទុកញ៉ាំនៅផ្ទះដោយខ្លួនឯងវិធីធ្វើដែលខ្ញុំបានបង្ហាញតែប៉ុណ្ណេះក៏រួចរាល់អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយជាបន្តទៀត